រៀបសួរបាទថ្ងៃនេះផងដែរអេដមីននឹងនាំអារម្មណ៍ពុកម៉ែបងប្អូនទាំងអស់គ្នាមកមើលពីរបៀបនៃការដុតមាន់ឲ្យផ្អើលភូមិម្ដងទាំងអស់គ្នាតែមុននឹងចូលដល់វីដេអូអេដមីនក៏សូមឲ្យអ្នកទាំងអស់គ្នាជួយចុច like និង subscribe ដើម្បីទទួលបាននូវវីដេអូថ្មីៗជាបន្តទៀតបើចង់ដឹងថារបៀបធ្វើយ៉ាងណានោះសូមតាមដានទាំងអស់គ្នាណាហើយក៏សូមអធិស្ឋានផងដែរនៅវីដេអូខ្លះដែលអេដមីនបានកាត់ចេញដោយសារតែវារឿងវែងដែរអេដមីនក៏ធ្វើកាត់យកតែម្ដងដូចអ្នកទាំងអស់គ្នាបានឃើញអញ្ចឹងអេដមីនក៏បានដាក់មាន់មួយទាំងមូលតែម្ដងបាទហើយក៏មានបន្ថែមកោះរបស់វាគ្រឿងក្នុងណាទាំងអស់គ្នាហើយគ្រឿងដែលអេដមីនបានដាក់ជាមួយមាន់ណាទាំងអស់គ្នាមិនដូចជាដើមស្លឹកគ្រៃដើមអំពៅហើយនឹងខ្ទឹមក្រហមលាយជាមួយនឹងខ្ទឹមសផងដែរអ្នកទាំងអស់គ្នាអមួយទៀតមានស្លឹកក្រូចអ្នកទាំងអស់គ្នានិងម្ទេសទៀតផងដែរបាទហើយនេះផងដែរគឺជាសកម្មភាពដែលអេដមីនបានដាក់គ្រឿងវាចូលគ្នាអ្នកទាំងអស់គ្នាហើយក៏មានបន្ថែមខ្លាញ់បន្តិចដែរកុំឲ្យវាខ្លោចនិយាយពីថាឃើញហើយពិតជាជាតិហ្មងអ្នកទាំងអស់គ្នាជាតិជាងស្លោការីទៅទៀតហើយជាពិសេសនោះគឺទេសភាពអ្នកទាំងអស់គ្នាគឺដឹកនៅវាស្រែតែម្ដងFeel your hip when I hold you tight អារម្មណ៍ហោះហើរដូចធ្វើដំណើរទៅទីសែនឆ្ងាយក្លិនក្រអូបហើយនេះផងដែរគឺជាសកម្មភាពដែល admin ធ្វើទឹកត្រីបុកអ្នកទាំងអស់គ្នាជាពីថាជាតិម៉ែជាតិហើយអរអ្នកទាំងអស់គ្នាជាចុងក្រោយអេដមីនក៏បានបន្ថែមស្ពៃក្តោបផងដែរបាទជាបន្លែដាក់លាយជាមួយនឹងមាន់ហ្នឹងអ្នកទាំងអស់គ្នាហើយក៏បន្ថែមនៅកូកាបន្តិចទៀតដែរបាទឲ្យវាឃើញសាច់ក្រហមតែបន្ទាប់ពីថាដុតឆ្អិនរួចឈ្ងុយមកឈ្ងុយហើយអ្នកទាំងអស់គ្នាអាចសាកធ្វើបានដែរបាទជាចុងក្រោយអេដមីនក៏សូមអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានទស្សនាសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូជាបន្តទៀត